Hello ជំរាបសួរថ្ងៃនេះចេញវីដេអូមួយមកបង្អួតរៀងចង់ប្រាប់ទាំងអស់គ្នាថានៅលើលោកនេះគ្មានមនុស្សស្រីណាដែលស្អាតជាងមនុស្សស្រីដែលលើសគីឡូខ្លាំងហើយសក់គីឡូស្ទើរស្គាល់ចឹងអត់ហើយមនុស្សគ្រប់គ្នាអ្នកដែលកំពុងតែលើសគីឡូតែតែចង់សក់គីឡូដោយសារអីដោយសារតែចង់បានរូបរាងមួយដែលស្អាតបាតស្លៀកពាក់អីក៏បានមើលទៅចំសួនអត់មានក្បាលពោះកង់អីចឹងណាហើយខ្ញុំក្នុងចំណោមនោះដែរខ្ញុំគ្រាន់តែខ្ញុំទៅមុនអ្នកទាំងអស់គ្នាមិនតិចគឺខ្ញុំបានស្រកគីឡូដល់គោលដៅចឹងណាហើយការដែលស្រកគីឡូដល់គោលដៅហើយក៏ទទួលស្គាល់ដែរពាក្យដែលខ្ញុំនិយាយពីខាងដើមគ្មានស្រីស្អាតណាដែលស្អាតដូចមនុស្សស្រីដែលធ្លាប់លើសគីឡូហើយស្រកគីឡូចាព្រោះទី1អ្នកដែលអាចស្រកគីឡូបានឬក៏អ្នកដែលលើសគីឡូខ្លាំងហើយស្រកគឺគាត់មានការតាំងចិត្តខ្ពស់ទៅគាត់អាចស្រកគីឡូបានទី2គាត់ក្លាហានគាត់និយាយទៅគាត់តាំងចិត្តធ្វើបាននៅអ្វីដែលគាត់ចង់ធ្វើអញ្ចឹងណាហើយគ្មានអ្វីដែរទាំងអស់គ្នាធ្វើអត់បានទេហើយវីដេអូនេះផងដែរគឺចេញមកដើម្បីលើកទឹកចិត្តអ្នកដែលមិនទាន់សក់គីឡូដល់គោលដៅឬក៏អ្នកកំពុងតែលើសគីឡូផ្ដោតសំខាន់គឺអ្នកលើសគីឡូដែលមានបញ្ហាសុខភាពមែនបើសិនជាអ្នកលើសគីឡូដែលគាត់មិនមានបញ្ហាសុខភាពពេលនេះគាត់មិនទាន់ជាចង់សក់ប្រហែលទេដោយសារតែគាត់គិតថាវាមានហេតុផលមួយគឺគាត់សក់អត់ចេញឬក៏គាត់អត់ទាន់មានបញ្ហាសុខភាពបែរអត់ទាន់រីកមិនឲ្យគាត់ទៅឲ្យគាត់សក់គីឡូបន្តិចអត់ទាន់ឲ្យគាត់ហាត់ប្រាណអត់ទាន់អីចឹងណាគាត់សរុបទៅគាត់មិនទាន់មានបញ្ហាសុខភាពគាត់អត់ទាន់ទៅពេទ្យតែសម្រាប់ខ្ញុំអត់ទាន់មានបញ្ហាសុខភាពដែរប៉ុន្តែខ្ញុំខ្លាចឈឺខ្ញុំខ្លាចមានបញ្ហាសុខភាពបើសិនជាខ្ញុំបន្តធាត់ដូច្នេះហើយបានខ្ញុំសម្រេចចិត្តថាខ្ញុំស្រកគីឡូហើយវិធីស្រកគីឡូរបស់ខ្ញុំអ្វីដែលខ្ញុំចង់ស្រកហ្នឹងគឺមិនមែនសម្រាប់ចិត្តតែមួយថ្ងៃទេវាធ្វើឡើងយូរឆ្នាំហើយតម្រាំតែខ្ញុំបានស្រកគីឡូហើយវិធីដែលខ្ញុំស្រកគឺវិធីងាយទេហើយបើចង់ដឹងវិធីស្រកគីឡូទាំងអស់គ្នាក៏អាចសួរខ្ញុំបានដែរហើយខ្ញុំឆ្លើយសម្រាប់តែអ្នកចង់ដឹងចង់ស្រកពិតប្រាកដទេព្រោះអ្នកខ្លះគាត់មិនទាន់ចង់ស្រកអញ្ចឹងហើយគាត់មិនទាន់មានបញ្ហាសុខភាពអញ្ចឹងគាត់មិនទាន់មានដូចថាចិត្តមោះមុតនៅក្នុងការចង់ស្រកហើយការចង់ស្រកនេះទៀតសូមជៀសវាងកុំប្រើថ្នាំសម្រក់ព្រោះថ្នាំសម្រក់វាប៉ះពាល់សុខភាពជាពិសេសគឺថ្លើមកលៀនរបស់យើងតែម្ដងអញ្ចឹងហើយបើស្រកគីឡូបែបធម្មជាតិវិធីហាត់ប្រាណវាល្អហើយបូករួមនឹងរបបអាហារខ្លះពេលដែលស្រកគីឡូហើយយើងចង់ពាក់អីក៏ស្អាតដែរជីអត់ថៃអាវដែលខ្ញុំកំពុងពាក់ខោខ្ញុំកំពុងពាក់នេះមកកាផ្លេហ្នឹងអស់តាំង$1ចំណាយតែ$4000រៀលទេសម្រាប់មកកាផ្លេនេះប៉ុន្តែពាក់មកឃើញដូចប៉ុន្តែពីមុនណាខ្ញុំលើសគីឡូខ្ញុំពាក់ខោអាវតម្លៃ10រៀលអីក៏អត់ឃើញស្អាតដែរតែឥឡូវខ្ញុំពាក់អាវធំត3-4000ក៏ឃើញស្អាតដែរដូចអាវនេះចឹងនិយាយអស់សាច់ទៅអាវនេះគេ free ឲ្យទេដោយសារអីដោយសារតែទី1អាវនឹងវាតូចហើយអត់មានទំហំអ្នកដែលពាក់ត្រូវនៅលើពាក់ត្រូវទេចឹងហើយអ្នកលក់ហ្នឹងគេគិតថាបើសិនជាគេមិនឲ្យខ្ញុំគេຕົកលក់ទៀតក៏គ្មានអ្នកទិញដែរហើយវាម៉ូដបែបអញ្ចឹងតែសម្រាប់ខ្ញុំបែរទៅមើលឃើញថាវាស្អាតហើយដល់ពេលខ្ញុំយកមកពាក់មកមិនដែរអ្នកទាំងអស់គ្នាឃើញថាមិនដែរតែនេះគេឲ្យខ្ញុំទេគេ free ឲ្យខ្ញុំទេចំណែកខោនេះគឺ$4000ហើយ$4000ហ្នឹងក៏ពិតវាមិនអត់បញ្ហាវាមានបញ្ហាវាអាលុសធ្នេអញ្ចឹងណាប៉ុន្តែខ្ញុំពាក់ទៅជិះទៅខោទឹកខោទៅជុះហើយអ្នកដែលគាត់មានលទ្ធភាពគាត់ពាក់អីវ៉ាន់ថ្មីឃើញខ្ញុំពាក់ទៅជុះអញ្ចឹងកុំថាអីព្រោះខ្ញុំគិតថាជីវភាពរបស់ខ្ញុំពាក់ទៅជុះក៏បានរៀនខ្ញុំពាក់ទៅជុះក៏ស្អាតចឹងខ្ញុំក៏ពាក់ទៅហើយទាំងអស់គ្នាយល់ឃើញមិនដែរមកឈុតនេះ$4000រៀល